ចានាងខ្ញុំអ្នកគ្រូនីតាចង់បង្ហាញរូបភាពទាំងអស់នេះសួរថាតើហេតុអ្វីបានជានាងខ្ញុំយករូបទាំងអស់នេះមកបង្ហាញបងប្អូនក៏ដូចជាជំនុំចិត្តក៏ដូចជាបងប្អូននិស្សិតរូបភាពទាំងអស់នេះគឺជារូបភាពមុននឹងបានកតាជោគជ័យត្រូវឆ្លងកាត់កតាបញ្ហាជាច្រើនដូចជាគំរូជាស្រាប់និងជាបទពិសោធន៍ក្នុងនាមជាគ្រូក៏ដូចជាម្ដាយទី2ក្តីបារម្ភចំពោះបងប្អូនចំពោះកតាសិក្សាមុននឹងឈានទៅរកអនាគតបានយើងត្រូវជួបបញ្ហាជាច្រើនហើយក៏ចង់ឲ្យបងប្អូនមានការបែងចែកឲ្យបានច្បាស់លាស់នៅពេលដែលមានបញ្ហាកើតឡើងមកលើខ្លួននិងរកវិធីដោះស្រាយឲ្យបានល្អជៀសវាងកើតបញ្ហាជំងឺធ្លាក់ទឹកចិត្តនិងជំងឺថប់អារម្មណ៍ជំងឺធ្លាក់ទឹកចិត្តនិងជំងឺថប់អារម្មណ៍មានបញ្ហាប្រឈមច្រើនព្រោះជំងឺទាំងអស់នោះវាធ្វើឲ្យយើងបង្កើតបញ្ហាខ្លះតូចពង្រីកទៅជាធំរីឯបញ្ហាខ្លះយើងអាចធ្វើពីបញ្ហាធំឲ្យទៅជាតូចវិញបានអ្វីដែលសំខាន់សម្រាប់អ្នកគ្រូដែលចង់លើកយកមកបង្ហាញនេះគឺក្តីបារម្ភខ្លាំងបំផុតគឺកត្តាផ្លូវចិត្តបងប្អូនទាំងអស់គ្នាវាអាចកើតមានទៅលើចំណុចជាច្រើនវាអាចកើតឡើងទៅលើរឿងកត្តាធ្លាក់ទឹកចិត្តនិងកត្តាថប់អារម្មណ៍ដែលគេហៅថាជាជំងឺចាដែលជំងឺទាំងពីរនេះកត្តាដែលផ្ដោតលើបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនមិនបានគ្រប់គ្រងទៅលើអារម្មណ៍របស់បងប្អូនបានច្បាស់លាស់ហើយមិនគ្រប់គ្រងទៅលើសតិនិងការគិតរបស់បងប្អូនត្រឹមត្រូវវាអាចមានជំងឺទាំងពីរនេះកើតឡើងចំពោះបងប្អូនទាំងអស់គ្នាដែលជំងឺទាំងពីរនេះមានជំងឺធ្លាក់ទឹកចិត្តនិងជំងឺថប់អារម្មណ៍បញ្ហាដែលអ្នកគ្រូខ្លាចបងប្អូនមកដល់គោលដៅទី1តកតងនឹងជំងឺធ្លាក់ទឹកចិត្តវាកើតឡើងមកលើយើងលឿនជាទីបំផុតតកតងនឹងកត្តាប៉ះពាល់នឹងអារម្មណ៍អាចឈានទៅដល់ការធ្វើអត្តឃាតដោយសារតែគិតអត់ដល់ហើយចំណុចនេះវាអាចចូលមកលឿនចំពោះខ្លួនយើងនឹងឆាប់ចេញទៅវិញប្រសិនបើយើងរកពីមូលហេតុរបស់វាបានច្បាស់លាស់កត្តានេះវាកើតឡើងដោយសារតែការបាត់បង់មនុស្សជាទីស្រឡាញ់នេះគឺជាកត្តាតកតងទៅនឹងការធ្លាក់ទឹកចិត្តរីឯកត្តាថប់អារម្មណ៍ដែលគេហៅថាជំងឺថប់អារម្មណ៍វាកើតលើយើងដោយសន្សំតាំងពីយូរណាស់មកហើយក៏ប៉ុន្តែតកតងទៅនឹងជំងឺថប់អារម្មណ៍វាពុំសូវមានគ្រោះថ្នាក់ដូចជំងឺធ្លាក់ទឹកចិត្តដែលវាលឿនតកតងនឹងផ្ដោតទៅលើការធ្វើអត្តឃាតទេជំងឺថប់អារម្មណ៍វាផ្ដោតទៅលើការដែលសន្សំបញ្ហាជាច្រើនដែលកើតឡើងនៅលើខ្លួនយើងហើយវាក៏នឹងអាចចាក់ចេញទៅវិញគ្រាន់តែយើងត្រូវការប្រើពេលវេលាយូរនិងព្យាយាមតកតងទៅនឹងការអត់ធ្មត់ការព្យាយាមការតស៊ូការសន្សំចិត្តល្អនិងការរងាប់អារម្មណ៍ដោយយើងបន្ធូរអារម្មណ៍ហើយនឹងព្យាយាមធ្វើចិត្តយើងឲ្យបានត្រជាក់ហើយមិនតែប៉ុណ្ណោះត្រូវការពេលវេលាពិតមែនតែវាយូរបន្តិចនៅក្នុងការព្យាបាលជំងឺទាំងអស់នេះប៉ុន្តែក៏ទាមទារកម្លាំងចិត្តរបស់យើងត្រូវរៀនដោយខ្លួនឯងពង្រឹងស្មារតីហើយត្រូវការជំនួយពីអ្នកជំនាញខ្លួនដោយសន្សំដោយការអប់រំដូច្នេះហើយកត្តាទាំងអស់នេះហើយដែលអ្នកគ្រូបារម្ភចំពោះគោលដៅរបស់បងប្អូនខ្លាចមិនដល់ចំណុចចុងក្រោយនៅពេលដែលយើងបញ្ចប់ពីការសិក្សាស្វែងរកអនាគតហើយដូច្នេះបានជាអ្នកគ្រូព្យាយាមទាំងផ្លូវចិត្តផ្លូវអារម្មណ៍ផ្លូវកាយគ្រប់យ៉ាងលះបង់សម្រាប់បងប្អូនដើម្បីឲ្យបងប្អូនដល់គោលដៅទាំងអស់នេះអ្នកគ្រូមិនមានអ្វីក្រៅពីការលើកទឹកចិត្តនិងបង្ហាញអំពីផុសតាងខ្លះឲ្យបងប្អូនមានអារម្មណ៍ធូរស្បើយអំពីបញ្ហាដែលកើតឡើងចំពោះខ្លួនដើម្បីពង្រឹងផ្នែកផ្លូវចិត្តខ្លួនឯងឲ្យទៅដល់គោលដៅទោះជាជួបបញ្ហាអ្វីក៏ដោយក៏យើងអាចដោះស្រាយបានដែរគ្មានបញ្ហាណាដែលយើងមិនអាចដោះស្រាយទេដូច្នេះហើយឲ្យអ្នកទាំងអស់គ្នាត្រូវគិតថាគ្មានអ្វីកើតមកបានដោយស្រួលឬក៏ងាយនោះទេត្រូវតែប្រឈមនឹងបញ្ហាការលំបាកខ្លះដែរហើយនឹងការបំភ្លេចរឿងចាស់កត្តាជំងឺទាំងពីរនេះធ្វើឲ្យអ្នកគ្រូបារម្ភខ្លាចប្អូនកើតមាននឹងមិនចេះទប់ទល់អាចឈានដល់បញ្ហាធ្វើរឿងផ្ដេសផ្ដាសដែលធ្វើឲ្យមិនដល់គោលដៅនៃជីវិតរបស់ខ្លួនឯងចាសសូមអរគុណនៅពេលវេលាក្រោយអ្នកគ្រូនឹងលើកពីបញ្ហាជំងឺទាំងអស់នេះថាតើវាកើតឡើងរបៀបម៉េចហើយវាកើតឡើងត្រង់ចំណុចណាហើយវា
បង្ហាញអំពីសកម្មភាពតាក់ទងទៅលើផ្លូវកាយនិងផ្លូវចិត្តយើងដោយរបៀបម៉េចចាសូមអរ